ហើយចុះចំណែកអីបើជាមានមនុស្សម្នាក់ទៀតបើជាហ៊ានពលពាក្យថាគេគឺជាកូនរបស់លោកមហាមេចៅកំណាចបើជាប្រើសម្បត្តិដើម្បីក៏ហៅឲ្យខ្ញុំមកប្រយុទ្ធជាមួយនឹងគេនៅកណ្ដាលព្រៃនៅទីនេះឬមួយក៏គេមិនអស់ចិត្តដែលខ្ញុំបានវាយបបាក់ជើងលោកឪពុករបស់គេទើបបានជាគេអត់ខ្ញុំមកទីនេះដើម្បីសងសឹកជាមួយនឹងខ្ញុំឬមួយក៏យ៉ាងណាបើចង់រងចាំមើលគេបន្តិចសិនព្រះអង្គតើព្រះអង្គធ្វើដំណើរទៅណាបរាបាននៅឯផ្លូវបំបីជាពីរនេះទៅវិញហ៎មិននិយាយលាក់បាំងអ្វីជាមួយនឹងនេះរូបលោកនោះទីយើងធ្វើដំណើរមកនេះគឺធ្វើដំណើរមកតាមសន្យាមានគេផ្ញើជាសម្បត្តិមកឲ្យខ្ញុំមកទស្សស្មោសសង្គ្រាមដើម្បីសងសឹកជូនលោកឪពុករបស់គេដែលខ្ញុំវាយគេបបាក់ជើងនៅក្នុងនេះរយៈពេលថ្ងៃមុននោះអីព្រះអង្គក៏ណាស់ឡើយពិសេសហើយណែព្រះអង្គមានព្រាមអ្វីដែរទៅលោកចង់ដឹងអំពីព្រាមរបស់ខ្ញុំហ៎បាទមិនលាក់បាំងអ្វីទេខ្ញុំមានព្រាមច័ន្ទកុមារបិទម៉ែណាយើងរកមុខឯងជាយូរណាស់មកហើយអាចោលមកទៀតឯងនេះហើយគឺជាធិតកោដែលសម្រាប់ឪពុករបស់យើងថ្ងៃនេះបើឯងមិនស្លាប់គឺយើងជាអ្នកស្លាប់ទៅចុះអ្នកច័ន្ទកុមារឬជាទូយុងបាច់អាប់យុងរស់លោកទួនផែនេះដីអ្នកច័ន្ទកុមារអាប់ព្រៃទូយុងរស់នៅអាប់យុងរស់ទួនផែនេះដីបើជាសុំឡាប់ឪពុកយើងគ្មានត្រេប្រណីរាល់បញ្ហាអ្វីដោយសារតែឯងតែម្នាក់ក៏ធ្វើឲ្យពុកយើងស្លាប់មូលហេតុដែលខ្ញុំបានវេបបាក់ជើងលោកឪពុករបស់លោកក៏ព្រោះតែលោកឪពុករបស់លោកគឺជាមេចៅនៅក្នុងពេលនេះបានជួបដោយសេចក្តីប្រាថ្នាយើងក៏ចង់ដឹងដែរថាឯងជាមួយក៏យើងរកមុខអាហើយនឹងសមឡាប់យើងចង់ដឹងថាតើឯងមានឈ្មោះអ្វីយើងមានហេតុឈ្មោះហៅថាពេជ្រសវណ្ណអាពេជ្រសវណ្ណយើងរកមកឯងដល់ក្តីប្រាថ្នាអត់មានគូតែយើងទេអញនឹងប្រហាហើយនឹងសម្លាប់មិនទុកឲ្យនៅពួតពងជាចៅសម្លាប់ដាច់ពូជក្នុងថ្ងៃនឹងហើយចាញ់កុំថ្ងៃនេះបើសិនណាជាឯងមិនស្លាប់គឺយើងជាអ្នកស្លាប់ទៅចុះពីព្រោះអីពេលវេលាមួយដែលល្អប្រសើរជាទីបំផុតឯងបើជាចាក់ប្រហារលោកឪពុករបស់យើងឯងក្លាហានខ្លាំងណាស់ឯងមិនដឹងថាភ្នំកពស់ក៏ប៉ុន្តែនៅមានមេឃពុះជាភ្នំឯងដឹងហើយថាយើងគឺជាអង្គពុជពងអង្គព្រះមហាក្សត្របែរជាឯងបានជួបប្រភពរបស់យើងហើយបែរជាមលិតជង្គង់បែរជាមានពលពាក្យសម្ដីត្រគោះបបោសដោយមិនខ្លាចអាប្រជែកដាស់របស់យើងទេវិញទោះបីជាយ៉ាងណាក៏ដោយឈាមគឺសោះដោយឈាមពេលនេះកុំថាឡើយឲ្យយើងលូនក្បាលឬមួយក៏ស្ពះបាក់ជើងរបស់ឯងពីអស់ធានាគួរតែយើងទេដល់ឲ្យឯងនោះសុំទោសយើងប្រហែលជាយើងអាចលេចទោសឲ្យបិទបត់របស់
ពេលនេះយើងចង់សួរឈ្មោះរបាយម្ដងទៀតឯងឆ្លើយប្រាប់យើងឲ្យបានច្បាស់ជាងហ្នឹងយើងឈ្មោះពេជ្រសវណ្ណពេជ្រសវណ្ណថ្ងៃនេះអញនឹងសម្លាប់ផ្ដាច់ពូជចោលរបស់ឯងហើយអញនឹងបញ្ជូនឯងទៅឋាននរកឲ្យវិញបានយើងក៏ចង់ដឹងថាសមត្ថភាពរបស់ឯងនេះគ្រប់ពីនេះខ្លាំងដល់កម្រិតណាទេ